តាមពិតទៅលើលោកនេះពិតជាមានភ្នំមាសមែននេះគឺជាឃ្លាំងមាសក្រំដីរបស់គ្រួសារកាំងនៅខេត្តហឺណានសងបីតែព្រះនាងស៊ូស៊ីក៏ត្រូវខ្ចីលុយពីគ្រួសារពួកគេដែរគ្រួសារកាំងពិតជាស័ក្តិសមនឹងងារជាទេវតាទ្រព្យសម្បត្តិរស់នៅតំបន់ទំនាបកណ្ដាលមែនឃ្លាំងមាសក្រំដីមានទំហំធំដល់ទៅ3បន្ទប់គេងពីបន្ទប់ទទួលភ្ញៀវសង្ឃឹមថាអ្នកក៏អាចទទួលបានលាភសំណាងពីមហាសេដ្ឋីនេះដែរពេលដកលុយត្រូវបញ្ជូនសារទៅអ្នកខាងក្នុងតាមរន្ធហៅកុស3ដងមានន័យថាមិនមានសមត្ថភាពកុស2ដងមានន័យថាមានសមត្ថភាពគេថាទ្រព្យសម្បត្តិមិនអាចថិតថេរលើពី3ចំនួននោះក៏ព្រោះតែគ្រួសារអ្នកមិនទាន់មានគ្រប់គ្រាន់គ្រួសារកាំងនៅហឺណានមានបានរហូតដល់13ចំនួនមើលទៅការអប់រំក្នុងគ្រួសារកាំងតឹងរឹងប៉ុណ្ណាពួកគេយកចិត្តទុកដាក់លើការអប់រំខ្លាំងណាស់ដោយតម្រូវឲ្យកូនត្រូវតែអានសៀវភៅសូម្បីតែពេលចូលបន្ទប់ទឹកតោះយើងទៅស្វែងយល់ពីអត្ថកម្បាំងថាតើគ្រួសារកាំងបានខ្លាយពីអ្នកលក់ដូរតាមទូកទុយតែទៅជាមហាសេដ្ឋីលំដាប់កំពូលនៃខេត្តទាំង3នៃតំបន់ទំនាបកណ្ដាលដោយរបៀបណាលេខសម្ងាត់នៃទ្រព្យសម្បត្តិត្រូវបានលាក់ទុកនៅលើផ្ទាំងមាសនេះឯងអត្ថន័យគឺថាបើអាចរកបាន100អ្នកគួរតែយកតែ60ប៉ុណ្ណោះលុយដែលនៅសល់ទុកឲ្យអ្នកដទៃរកចំនួនបានខ្លះកុំលោភលន់មិនចេះឆ្អែតឆ្អន់វិមានឯកជនរបស់គ្រួសារកាំងមានផ្ទៃដីធំជាងវិមានព្រះអង្គម្ចាស់គង់របស់ហឺស៊ីនទៅទៀតហើយធំជាងវិមានគ្រួសារឆាវនៅសាងស៊ីដល់ទៅ16ដងនេះគឺជាគ្រែធ្វើពីឈើណាន់មូស្រោបមាសដែលប្រណិតជាងគ្រែរបស់អធិរាជទៅទៀតឈើណាន់មូស្រោបមាសគឺសម្រាប់តែរាជវង្សប្រើប្រាស់ប៉ុណ្ណោះគ្រួសារកាំងបានលួចប្រើប្រាស់វាដោយលាបពណ៌ខ្មៅពីខាងក្រៅដើម្បីបិទបាំងគ្រួសារកាំងធ្លាប់ចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់សាងសង់ព្រះរាជដំណាក់មួយសម្រាប់ព្រះនាងស៊ូស៊ីជាការតបស្នងគឺព្រះនាងស៊ូស៊ីគ្រាន់តែស្នាក់នៅទីនោះមួយយប់ប៉ុណ្ណោះនៅកន្លែងមួយដែលមិនសូវមានគេចាប់អារម្មណ៍មានរោងលក្ខកំបត់មួយដែលមានផ្លូវរូងក្រោមដីចំនួន3ជាផ្លូវរត់គេចខ្លួនទៅកាន់ទីកន្លែងផ្សេងគ្នានៅលើដីមានបន្ទះឈើមួយផ្ទាំងដែលនៅពីក្រោមនោះមានលាក់ទុកគ្រឿងអលង្ការមានប្រាក់ពេលជួបគ្រោះគេគ្រាន់តែបើកបន្ទះឈើឡើងយករបស់របររួចរត់គេចទៅភ្នំខាងក្រោយគ្រួសារកាំងរកស៊ីមានបានដោយសារអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹកដោយធ្វើអាជីវកម្មអំបិលក្រណាត់នៅស្វៀងអាហារឆ្លងខេត្តនៅសម័យបុរាណការធ្វើដំណើរតាមរទេះនិងទូកគឺយឺតហើយធ្វើដំណើរបានមិនឆ្ងាយគ្រួសារកាំងបានពឹងផ្អែកលើការសន្សំសំចៃអស់ជាច្រើនចំនួនទើបអាចកសាងអាជីវកម្មដ៏រឹងមាំនេះឡើងរីឯពេលនេះខ្ញុំត្រូវការពេលតែប៉ុន្មានម៉ោងដើម្បីធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីស្វែងយល់ពីរឿងរ៉ាវនៃចំណេះជំនាញដ៏ល្បីល្បាញកាលពី400ឆ្នាំមុនរថយន្ត Hyper HT ដែលជារថយន្តទំនើបរបស់ក្រុមហ៊ុន GAC Aeon គឺជាទំនុកចិត្តរបស់ខ្ញុំនៅលើដងផ្លូវរថយន្ត Hyper HT អាចបើកបរបានចម្ងាយរហូតដល់825គីឡូម៉ែត្រពេលសាកពេញម្ដងជាមួយនឹងសមត្ថភាពបើកបរបានឆ្ងាយធ្វើឲ្យការធ្វើដំណើរឆ្លងខេត្តមានភាពងាយស្រួលនិងមិនកង្វល់ប្រព័ន្ធសាកថ្មល្បឿនលឿន800វ៉ុលអាចសាកបានចម្ងាយ425គីឡូម៉ែត្ររយៈពេល15នាទីទៀតថែមទាំងមានសិទ្ធិសាកថ្មដោយឥតគិតថ្លៃពេញជីវិតទៀតផងបងរំលោះមិនចាំបាច់មានប្រាក់កក់ការប្រាក់0%រយៈពេល2ឆ្នាំបូកនឹងប្រាក់ឧបត្ថម្ភ100,000 យន់ដើម្បីដោះដូររថយន្តចាស់ Let Hyper HT នាំអ្នកទៅកាន់ទីកន្លែងឆ្ងាយៗ